កម្ពុជាមានចំហដូចម្ដេចចំពោះការបង្កហេតុឥតឈប់ឈររបស់ថៃនៅតំបន់ព្រំដែនកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងផលប្រយោជន៍ជាតិរបស់ខ្លួនដោយមិនទទួលយកសកម្មភាពបង្កហេតុឬការឈ្លានពានណាមួយពីភាគីថៃឡើយទន្ទឹមនឹងនេះកម្ពុជាក៏នៅតែបន្តអនុវត្តគោលនយោបាយដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការទូតកិច្ចសហប្រតិបត្តិការនិងច្បាប់អន្តរជាតិដើម្បីជៀសវាងការប៉ះទង្គិចដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីររាល់សកម្មភាពបង្កហេតុការផ្សព្វផ្សាយព័ត៌មានមិនពិតឬការប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនត្រូវបានចាត់ទុកថាជាទង្វើផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកហើយកម្ពុជាដាច់ខាតត្រូវតែតវ៉ាជាផ្លូវការប្រឆាំងជំទាស់នឹងសកម្មភាពទាំងនោះដើម្បីទុកជាឯកសារភស្តុតាងសម្រាប់ការដោះស្រាយវិវាទទៅថ្ងៃអនាគត